từ nay mặc dây bồn này nè nó mặc dây vậy lấy mặc dây bạn phục ta đó nè ta trai cho lọ lo សួស្តីអ្នកទាំងអស់គ្នាគ្រាន់តែចេញក្បាល blog មកក៏ដឹងថាខ្ញុំអត់មានទៅណាឆ្ងាយទេគឺទៅវត្តនឹងឯងហើយនេះគឺជាដំណើរកំសាន្តទៅខាងកម្ពុជាក្រោមទៅដើរលេងផងទៅចូលរួមបុណ្យកឋិនទាននៅខាងវត្តភិរមរាជភិរមសុខនៅខាងខេត្តត្រាវិញយើងហ្នឹងហើយតែទាំងអស់គ្នាកុំច្រឡំថាខ្ញុំជាម្ចាស់ដើមកឋិនអីមែនទេខ្ញុំទៅចូលរួមកឋិនហ្នឹងដែលបងរបស់អ្នកធ្វើការជាមួយនឹងគាត់ជាម្ចាស់ដើមកឋិនអញ្ចឹងហើយយើងទៅចូលរួមកម្មវិធីបុណ្យគាត់នឹងចាប់ចៃតិចតួចទៅតាមទិធារបស់យើងអញ្ចឹងទៅហើយទៅដើរមើលស្រុកគេផងដោយសារខ្ញុំខានទៅមួយឆ្នាំអីខ្ញុំទៅ2023ម្ដងហើយនៅខាងកឋិនវត្តមេពាំងហើយ2025នេះខ្ញុំទៅម្ដងទៀតប៉ុន្តែទេសភាពនៅស្អាតដូចមុនអញ្ចឹងអ្នកទាំងអស់គ្នាស្អាតឡើងស្លប់ហ្មងតាមផ្លូវហើយបើចេញធ្វើដំណើរយើងចេញតាមច្រកជ្រៃធំទៅជិះប្រហែលជាបើចេញពីពេញទៅម៉ោង7ឯងខ្ទង់ម៉ោង3ឯងដល់ហើយអ្នកទាំងអស់គ្នាយើងជិះធម្មតាមិនសូវជាបញ្ញាប់អីដែរពេលដែលខ្ញុំទៅដល់ហ្នឹងខ្ទង់ម៉ោង3ម៉ោងអីហ្នឹងតែវាភ្លៀងខ្លាំងទៅក៏រំតែម៉ោង 6:07 មិនទៅដល់ផ្ទះម្ចាស់ដើមបុណ្យហើយក៏រៀបបាយរៀបអីញ៉ាំធម្មតាចឹងទៅហើយក៏ចូលក្នុងកម្មវិធីសូត្រមន្តពេលល្ងាចហ្នឹងប៉ុន្តែនៅស្រុកគេដូចប្លុកខ្ញុំលើកមុនអញ្ចឹងគឺគេធ្វើនៅពេលយប់ជ្រៅហើយមានអ្នកចូលរួមច្រើនហើយពិសេសទៅគេនៅខាងហ្នឹងគេថែរក្សាវប្បធម៌ប្រពៃណីគេចេះសូត្រធម៌ឡើងច្រើនសូម្បីក្មេងៗខ្ញុំចេះមិនដល់ទេអ្នកទាំងអស់គ្នាហើយពេលហ្នឹងភ្លៀងស្រិចហើយយប់រៀងជ្រៅដែរហើយលោកស្ដាប់លោកទេសអង្គុយជុំម៉ែជុំមិត្តភ័ក្តិចឹងណាហើយរៀងលើកអង្កែបយំតិចមកមានអារម្មណ៍ថាខ្ញុំខានប៉ះជាមួយអារម្មណ៍ហ្នឹងវាចង់20-30 ឆ្នាំហើយដែលខានទទួលបានអារម្មណ៍ថាវាមានក្តីសុខពេលដែលប្រាប់អ្នកទាំងអស់គ្នាអាចនឹងថាអត់យល់ពីអារម្មណ៍ហ្នឹងឯងហើយព្រឹកបន្ទាប់ក៏បានទៅខាងវត្តកញ្ច្រោងទៅថ្វាយបង្គំប្រគុណម្ចាស់ខាងវត្តកញ្ច្រោងហ្នឹងហើយក៏ចូលបច្ច័យតិចតួចដើម្បីចូលរួមកសាងព្រះវិហារថ្មីដោយសារតែព្រះវិហារដែលអ្នកទាំងអស់គ្នាឃើញហ្នឹងគឺទ្រុឌទ្រោមហើយហើយអាយុកាលច្រើនណាស់អ្នកទាំងអស់គ្នាគឺ100ឆ្នាំជាងហើយបើតសវិញគឺធ្វើចេញពីឈើមូលល្មងឈើមូលធំណាប៉ុន្តែវាទ្រុឌទ្រោមអញ្ចឹងហើយត្រូវការកសាងថ្មីតាមដែលគុណម្ចាស់ព្រះអង្គមានសង្ឃដីកាហើយវត្តហ្នឹងក៏មានសាលាបរៀនភាសាខ្មែរទៅកាន់ព្រះសង្ឃនិងកូនអ្នកស្រុកដែរហើយអញ្ចឹងទៅគ្រូទាំងអស់ហ្នឹងបរៀនភាសាខ្មែរសិតតែស្ម័គ្រចិត្តទេអត់មានរដ្ឋឯណាឧបត្ថម្ភអីជួយទេអញ្ចឹងមានថវិកាវត្តអីដែលជួយតិចតួចទៅកាន់ពួកគាត់អញ្ចឹងណាអញ្ចឹងដល់មើលទៅខាងគេគឺគេលះបង់ច្រើនណាស់ដើម្បីភាសាទំនៀមទម្លាប់សាសនានៅហ្នឹងណាហើយបន្ទាប់ចេញពីវត្តហ្នឹងមកក៏ត្រឡប់មកខាងម្ចាស់បុណ្យផ្ទះម្ចាស់បុណ្យពួកយើងត្រូវរៀបកម្មវិធីដង្ហែកឋិនទានទៅវត្តនៅផែជាមួយនឹងទីមកមានអីសប្បាយអ្នកទាំងអស់គ្នាមានទីងងមានអីនេះមានអីស្វាមានអីនេះអូស្អាតអស់តហើយមកផ្ទះម្ចាស់ដើមកឋិនដីឡងធំហើយដាំផ្កាលក់អូមិនធម្មតាទេហើយដីមានជីជាតិណាស់ទាំងអស់គ្នាពេលចូលមកគឺមានន័យថាគេមានទាំងភ្លេងពិណពាទ្យគេមានទាំងអីហ្នឹងណាអ្នកទាំងអស់គ្នាគឺអូស្អាតមែនតើវាថាគេនៅថែបានទាំងអស់ប្រពៃណីទំនៀមទម្លាប់អីហើយក្រោយពីទទួលទាន
អាហារថ្ងៃត្រង់ហើយក៏ដល់កម្មវិធីហែទៅវត្តហែនេះព្រោះមិនជាឆ្ងាយហ្មងទេព្រោះឯផ្ទះគាត់នៅជិតវត្តដែរហើយខ្ញុំស្ដាយដែរដោយសារតែខ្ញុំជាប់កាន់អាផ្កានេះអញ្ចឹងទៅខ្ញុំអត់បានថតវីដេអូពេលដែលហែត្រៃអីទេអញ្ចឹងទៅបាត់វីដេអូផ្នែកស្អាតអស់លេងហើយបានខ្លះនេះដោយសារតែម្ចាស់ដើមបុណ្យគេផ្ញើឲ្យខ្ញុំកាត់បន្ថែមអញ្ចឹងទៅអ្នកទាំងអស់គ្នាមានអីទៅពេលហែទៅក្នុងវត្តហ្នឹងគេមានបាំពេនីគេមានបាំបាច់ផ្កាបាច់អីរបស់គេច្រើនណាហើយអ្នកស្រុកគេធ្វើបន់ស្រុកគ្នាឡើងដោយសទ្ធាហ្មងហើយបើសិពាក់អូយស្អាតខ្លាំងហ្មងណាហើយបន្ទាប់ពីហែហើយពេលដែលយើងចុះត្រឡប់មកវិញហ្នឹងគឺគេអញ្ជើញយើងឲ្យញ៉ាំបាយពេលរសៀលមានន័យថាម៉ោងខ្ទង់3ឯអ្នកទាំងអស់គ្នាបន្ទាប់ពីហែកឋិនហើយក៏នាំគ្នាត្រឡប់មកគេងនៅទីរួមខេត្តហើយក៏បានមកកាត់វត្តចម្ប៉ាបុរីហើយក៏បានចូលថ្វាយអង្គមប្រគុណម្ចាស់នៅខាងវត្តចម្ប៉ាបុរីដែរប៉ុន្តែគាត់ថាខ្ញុំអត់បានថតវីដេអូឃ្លីបទេអ្នកទាំងអស់គ្នាហើយនេះគឺជាដើមជាទាលដើមប្រចាស់ចុងដែលពួកយើងមកមើលនៅថ្ងៃបន្ទាប់តែយើងមកពីព្រឹកចឹងមនុស្សអត់មានច្រើនទេអ្នកទាំងអស់គ្នាហើយដើមជាទាលនេះអាយុរាប់រយឆ្នាំណាអ្នកទាំងអស់គ្នាហើយដើមជាទាលនឹងត្រូវបានដាំប្រចាស់ចុងដោយងាសឿនគុយហើយអ្វីដែលលោកបានអធិដ្ឋានថាបើសិនជាដើមជាទាលនឹងដុះឡើងនោះទំនៀមទម្លាប់ប្រពៃណីសាសនានៅខាងកម្ពុជាក្រោមហ្នឹងអត់សាបសូន្យទេហើយប្រវត្តិសង្ខេបឬក៏អីអ្នកទាំងអស់គ្នាអាចរកសភៅឬក៏មើល YouTube អីបន្ថែមទៀតអ្នកទាំងអស់គ្នាហើយចេញពីហ្នឹងមកក៏មកលេងគេហៅកន្លែងនេះដូចជាស្រះដូនអនហ្នឹងអ្នកទាំងអស់គ្នាហើយចំពេលហ្នឹងគេពងតែរៀបចំកម្មវិធីដើម្បីបុណ្យនំទូកព្រោះឯការដែលខ្ញុំទៅកាល2023ចំពេលបុណ្យនំទូកគឺគេរៀបមានស្តង់ពិព័រណ៍របស់វប្បធម៌សិល្បៈអីដូចសម្លៀកបំពាក់ឬក៏ទំនៀមទម្លាប់អីហ្នឹងគេមានតាំងពិព័រណ៍នៅហ្នឹងណាសរុបទៅដំណើរកម្សាន្តរបស់ខ្ញុំ2យប់3ថ្ងៃហ្នឹងគឺទៅបាន3វត្តអ្នកទាំងអស់គ្នាហើយ highly recommend អ្នកទាំងអស់គ្នាបើសិនជាមានឪពុកម្ដាយចាស់អាចជូនគាត់ទៅលេខខាងហ្នឹងម្ដងទៅដូចយើងទៅលេងបងប្អូនយើងនៅខាងហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយ blog ខ្ញុំមានប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយបាយ